ជំរាបសួរប៉ាម៉ាក់អ៊ំពុំមិញទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកចេញវីដេអូមួយការធ្វើបបរឲ្យកូនចាមើលទៅក្បាលវីដេអូហ្នឹងហើយគឺអូនញ៉ាំឡើងជក់មាត់តែម្ដងការធ្វើបបរខាប់គ្រប់គ្រឿងឲ្យកូនសម្រាប់5ខែទៅ4ខែឬក៏ជក់6ខែណានេះគឺខ្ញុំមានដូចជា3-4មុខស្លឹកខ្ទិះល្ពៅក្រត់មើលខ្ទិះចឹងទៅមានអង្ករផងដែរចាប់ផ្ដើមខ្ញុំដាក់ប្រេងល្ងហើយខ្ញុំដាក់ខ្ទឹមដើម្បីបំពងវាឲ្យឈ្ងុយបន្តិចទៅខ្ញុំឲ្យចាក់អង្ករចូលហើយយើងក៏បីកុំឲ្យវាខ្លាំងគឺយើងចាក់ទឹកចូលបន្តិចយើងមិនខ្លាំងគឺយើងចាក់ទឹកចូលបន្តិចហើយអង្ករនេះឆ្អិនបន្តិចទៅតែបន្តមកគឺយើងចាក់បន្លែមើមដែលណារឹងបន្លែដែលរឹងចូលទៅមុនដូចជាក្រត់ល្ពៅហើយយើងគ្រាន់តែកូរឲ្យវារៀងឆ្អិនបន្តិចបន្តមកទៀតខ្ញុំធ្វើការចាក់ទឹកដើម្បីរំងាស់ឲ្យបបរនេះរលួយហើយឆ្អិនល្អពេលនេះបបររលួយហើយបន្តមកយើងដាក់ជាប្រភេទបន្លែស្លឹកអូខេបន្តមកទៀតឆ្អិនហើយគឺយើងបានកិនល្មត់ល្អកិនក៏បានឬក៏បងក្លុកក៏បានបងប្អូនក្លុកក៏បានដែរហើយពេលនេះគឺអូនញ៉ាំហើយពេលទៅដូចយ៉ាងថាអត់ចង់ពេលបានចូលមាត់គឺមានជាតិហើយឆ្ងាញ់តែម្ដងអរគុណបានមកសម្រាប់មើលវីដេអូអរគុណដើម្បីបានទទួលបានវីដេអូថ្មីៗក៏សូមជួយចុច Subscribe ខាងក្រោមអរគុណជម្រាបលា